មេរៀននេះនឹងបង្រៀននៅអំពីការសន្ទនាខ្លីមួយនៅផ្ទះដែលនិយាយអំពីសត្វឆ្មាការពិពណ៌នាអំពីសម្រស់និងការសួរអំពីអាយុរបស់សត្វចិញ្ចឹមជាភាសាចិន桌子下面有个猫មានឆ្មាមួយក្បាលនៅក្រោមតុ桌子មានន័យថាតុ下面មានន័យថាខាងក្រោម有个មានន័យថាមានមួយក្បាល那是我的猫它叫花花នោះគឺជាឆ្មារបស់ខ្ញុំវាមានឈ្មោះថាហ្វាហ្វា那是មានន័យថានោះគឺជា我的បង្ហាញពីកម្មសិទ្ធិថារបស់ខ្ញុំថាគឺជាសព្វនាមប្រើសម្រាប់សត្វ叫មានន័យថាហៅថាឬឈ្មោះថា它很漂亮វាស្អាតណាស់很មានន័យថាណាស់漂亮មានន័យថាស្អាត是啊我觉得它的眼睛最漂亮មែនហើយខ្ញុំគិតថាភ្នែករបស់វាស្អាតបំផុត觉得មានន័យថាយល់ឃើញថាឬគិតថា眼睛មានន័យថាភ្នែកជួយបង្ហាញពីកម្រិតអតិបរិមាណមានន័យថាបំផុតថាតួតាឡាវាអាយុប៉ុន្មានហើយដួតាគឺជាតម្រងសំណួរប្រើសម្រាប់សួរអំពីអាយុលាវកតួយួ6ខែជាងលាវកគឺចំនួន6ដួក្នុងបរិបទនេះមានន័យថាជាងឬលើសពីយួមានន័យថាខែតាមរយៈការសិក្សាសន្ទនានេះអ្នកបានរៀនអំពីពាក្យទីតាំងឈ្មោះសរីរាង្គភ្នែកនិងរបៀបសួរអាយុជាភាសាចិនកម្រិតមធ្យមសូមបន្តអនុវត្តអានឲ្យបានស្ទាត់ជំនាញ